ដំណើរកំសាន្តថ្ងៃទី2នេះពួកយើងនាំគ្នាជួលម៉ូតូនៅអូតែដើម្បីជិះដើរលេងជុំវិញទីក្រុងដាឡាត់មើលមកពួកខ្ញុំដូចជាអ្នកស្គាល់ទីក្រុងនឹងច្បាស់ណាស់អញ្ចឹងតែក៏ពិតជាក់ស្ដែង Google Map Calling ទេចាដើម្បីឲ្យស្គាល់ស្រុកទេសគេកាន់តែច្បាស់គឺដោយពួកខ្ញុំអញ្ចឹងអ្នកទាំងអស់គ្នាពេលទៅដល់គឺជួលម៉ូតូជិះជុំវិញទីក្រុងគេអញ្ចឹងទៅគឺយើងស្គាល់តំបន់គេបានលឿននៅពេលនេះពួកយើងបានមកដល់ផ្លូវចូលទៅកាន់ហាងកាហ្វេដែលល្បីក្នុងទីក្រុងដាឡាត់ហ្នឹងហើយចាខ្លោងទ្វារគេស្អាតប៉ុណ្ណឹងហើយតម្រាំទៅខាងក្នុងស្អាតប៉ុណ្ណាទៅតោះទៅមើលជាមួយនាងខ្ញុំទាំងអស់គ្នាចំពោះការរៀបចំនៅខាងក្នុងហាងគឺពិតជាស្រស់ស្អាតមែននិយាយរួមទៅខ្ញុំមើលមកមិនមែនដូចនៅវៀតណាមទេដូចនៅខាងកូរ៉េវិញអញ្ចឹងណាទាំងអស់គ្នាហើយការរៀបចំផ្កាគេចេញមកគឺអត់ឲ្យយើងសាមភ្នែកទេគឺពណ៌ខុសៗគ្នាហើយដាក់คลิกគ្នាអញ្ចឹងហើយថតរូបស្អាតខ្លាំងអ្នកទាំងអស់គ្នាប្លង់ដែលខ្ញុំថតនេះគឺស្អាតមែនតែននិយាយទៅខ្ញុំអត់ចង់ចេញហ្មងអង្គុយនៅហ្នឹងចង់អង្គុយដល់ល្ងាចហ្មងពួកខ្យល់ត្រជាក់ហើយយើងផឹកតែក្អូបឈ្ងុយផ្លែឈើចេះទៀតវ៉ាវហ្មងនៅនេះមិនមែនមានតែកាហ្វេណាទាំងអស់គ្នាមានតាំងពីតែទៅដោះគោតែផ្លែឈើហើយកន្លែងគេហ្នឹងក៏ថតរូបស្អាតទៀតនិយាយទៅអត់ឲ្យយើងចង់ទៅណាហ្មងចង់អង្គុយទៅនៅហ្នឹងហ្មងណាផ្នែកខាងក្រោមហើយផ្នែកខាងលើគឺស្អាតម្យ៉ាងម្នាក់ការរៀបចំនៅផ្នែកខាងលើនេះគឺមើលមកលក្ខណៈអត់សូវមានផ្កាច្រើនទេក៏ប៉ុន្តែគេរៀបចំជា web មួយដូចបែកខាងអឺរ៉ុបវិញវាដូចផ្ទះនៅទីជនបទដែលយើងនៅម្ដុំព្រៃភ្នំអញ្ចឹងណាទាំងអស់គ្នាហើយពេលនៅក្រោមតិចឲ្យឡើងមកលើនេះទៀតណាកាន់តែតិចទៀតឃើញតែសភាពភ្នំហើយនឹងរោមផ្កាកលាបស្អាតខ្លាំងហើយបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងថាទីតាំងហាងកាហ្វេដែលនាងខ្ញុំទៅលេងនេះនៅឯណាហើយឈ្មោះអីអ្នកទាំងអស់គ្នាអាច screenshot នៅក្នុងវីដេអូនឹងបានគោលដៅបន្តរបស់ពួកយើងគឺនាំគ្នាទៅលេងនៅហាងកាហ្វេមួយទៀតដែលល្បីនៅក្នុងទីក្រុងដាឡាត់ដែលភាគច្រើនគឺភ្ញៀវជាតិនិងអន្តរជាតិគឺទៅលេងនៅហាងកាហ្វេហ្នឹងហ្មងណាដោយសារតែជាកន្លែងហាងកាហ្វេមួយដែលធំហើយនឹងមានប្លង់ថតរូបរាប់មិនអស់ឆ្ងាយពីទីតាំងពួកខ្ញុំហ្នឹងមិនដល់10នាទីទេគឺមកដល់ហើយតែឈ្មោះហាងកាហ្វេនឹងខ្ញុំអានអត់ចេញទេដោយសារតែជាភាសាវៀតណាមពេលចូលមកដល់ខាងក្នុងភ្លាមគឺគេតម្រូវយើងទិញសំបុត្រដើម្បីចូលទៅផ្នែកខាងក្នុងនៃកន្លែងហាងកាហ្វេគេហើយគេយើង stamp ចឹងដើម្បីប្រកាសថាយើងបានទិញសំបុត្ររួចរាល់អនតឡើងមកដល់ខាងលើភ្លាមនាងខ្ញុំមានការវិលមកបដាហើយដោយសារតែមនុស្សច្រើនណាស់អ្នកទាំងអស់គ្នាវិលមកត្រឹមផ្កាមួយជុំទេដោយសារតែមនុស្សច្រើនពេកហើយប្លង់មួយហ្នឹងគឺតម្រាំតែគេចេញហ្នឹងណាគឺថាមិនតិចម៉ោងដែរហ្នឹងណាឥឡូវហ្នឹងពួកខ្ញុំយកសម្បត្តិមកដូរយកភេសជ្ជៈនិងនំយកទៅញ៉ាំជុំគ្នានិយាយទៅអត់ទាន់មានប្លង់ចូលថតរូបបានអញ្ចឹងហើយថត selfie ខ្លះហើយកញ្ចក់នៅផ្ទះខ្លួនឯងឆ្លត់អស់ចិត្តទេចាគឺនាងខ្ញុំត្រូវមកឆ្លោះដល់ដាឡាត់នេះចាតែនៅតែមិនអស់ចិត្តព្រោះថតនៅតែឃើញខ្លួនឯងស្អាតចឹងអ្នកទាំងអស់គ្នាហើយនេះគឺជាវីដេអូ highlight ខ្លះដែលនាងខ្ញុំឲ្យអ្នកទាំងអស់គ្នារំជើបរំជួលសិនអញ្ចឹងចង់មើលវីដេអូពេញកុំភ្លេចជួបគ្នាជាមួយនាងខ្ញុំនៅវីដេអូក្រោយបាយបាយក្នុងវីដេអូនេះនាងខ្ញុំ highlight ជូនអ្នកទាំងអស់គ្នាទស្សនាខ្លះឲ្យរំជើបរំជួលដូចនាងខ្ញុំដែរក៏ប៉ុន្តែវីដេអូពេញគឺនាងខ្ញុំនឹងបង្ហាញជូននៅវីដេអូក្រោយចឹងហើយកុំភ្លេចតាមដានទាំងអស់គ្នាណាបាយបាយ